ឥឡូវវិលមកបញ្ហាគ្រឿងញៀនវិញដែរបាទវិលចុះវិលឡើងចាប់គ្រឿងញៀនទៀតហើយបាទជនសង្ស័យ3នាក់ធ្វើសកម្មភាពជួញដូរនៅសារធាតុញៀននិងកាន់កាប់អាវុធខុសច្បាប់ទៀតបាទត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនើបទឹកនឹងធ្វើការឃាត់ខ្លួនជនសង្ស័យ3នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនើបទឹកធ្វើការឃាត់ខ្លួនពីបទជួញដូរសារធាតុញៀននិងកាន់កាប់អាវុធខុសច្បាប់បាទហើយយកមកធ្វើការសាកសួរបន្ទាប់ពីសមត្ថកិច្ចកំពុងតែល្បាតក្នុងភូមិសាស្ត្របានឃើញមានការសង្ស័យក៏ធ្វើការឆែកឆេរក្នុងនោះគឺរកឃើញអាវុធខ្លីមួយដើមនិងថ្នាំញៀននឹង3កញ្ចប់ទៀតអូមានទាំងកាភ្លើងមានទាំងថ្នាំញៀនទូនិកជនរឿងហ្នឹងយ៉ាងម៉េចចាំមើលតទៀតបាទការចាប់ឃាត់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង2:45នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី7កុម្ភៈឆ្នាំ2016ស្ថិតនៅចំណុចមុខស្ថានីយ៍ប្រេងមួយកន្លែងបាទដែលមានទីតាំងនៅផ្លូវផ្ទះលេខ12ក្រុមទី3សង្កាត់ទំនប់ទឹកខណ្ឌដូនពេញសំទោសខណ្ឌកាមនរាជធានីភ្នំពេញបាទសមត្ថកិច្ចនគរបាលទំនប់ទឹកបាទដឹងថាជនសង្ស័យទាំង3នាក់នេះដែលសមត្ថកិច្ចឃាត់ខ្លួននេះជាទី1ឈ្មោះសយសុភាពបាទភេទប្រុសអាយុ23ឆ្នាំបាទមានមុខរបរមិនពិតប្រាកដស្នាក់នៅភូមិ4ឃុំស្វាយស្រឡះស្រុកកងមាសខេត្តកំពង់ចាមបាទទី2នេះឈ្មោះឆេងសួងបាទអាយុ18ឆ្នាំមុខរបរមិនពិតប្រាកដបាទទី3ឈ្មោះទូចចម្រើនបាទអាយុ22ឆ្នាំមុខរបរនោះអត់ពិតប្រាកដទេបាទរស់នៅនឹងសង្កាត់ស្រាចកដូនពេញឯនេះទេប៉ុន្តែទៅជក់គ្រឿងញៀនកាន់កំភ្លើងទៅដល់ខាងចកាមនខាងកន្លែងណែសកាត់ទំនប់ទឹកឯណោះបាទក្នុងនោះដែរវត្ថុតាងដ៏ហូតបានមានថ្នាំញៀនគឺជាប្រភេទក្រាមពណ៌សចំនួន3កញ្ចប់កូនថង់ផ្លាស្ទិកចំនួន8បាទអាវុធខ្លីមួយដើមម៉ាកា4ពណ៌ខ្មៅបង់1គ្រាប់នោះចំនួន11គ្រាប់ហ្មងអូបាទទូរស័ព្ទដៃម៉ាក Nokia បាទអូហែទៀតឧបករណ៍របស់គាត់ក៏ប៉ុន្តែឥឡូវនេះកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីឃុំខ្លួនបណ្ដោះអាសន្នហើយត្រៀមខ្លួននឹងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់បាទដើម្បីចាត់ការតាមនីតិវិធីច្បាប់មានគ្រឿងញៀន3កញ្ចប់នៅជាមួយបាទប៉ុន្តែកំភ្លើងខ្លីមួយដើមទៀតទស្សនិកជនកន្លងមកណាយើងអត់ចោទជនសង្ស័យ3នាក់នឹងថាជាចោរប្លន់ទេណាក៏ប៉ុន្តែយោងតាមបទពិសោធន៍ដែលសមត្ថកិច្ចលោកបានធ្លាប់បង្ហាញជូនសារព័ត៌មានគឺអ្នកដែលប្រើប្រាស់គ្រឿងញៀនសំទោសគឺអ្នកដែលធ្វើសកម្មភាពប្លន់ប្រដាប់អាវុធកន្លងមកនៅពេលដែលសមត្ថកិច្ចចាប់ឃាត់បានជនសង្ស័យតែងតែធ្វើការសារភាពថាមុននឹងធ្វើសកម្មភាពប្លន់ពួកគេគឺសេពគ្រឿងញៀនសិនបាទសេពគ្រឿងញៀនសិនសេពគ្រឿងញៀនហើយក្លាហានហើយបានចេញប្លន់តែម្ដងបាទបានចេញប្លន់តែម្ដងអញ្ចឹងតើករណីហ្នឹងយ៉ាងម៉េចជនទាំង3នាក់នេះគ្រាន់តែសេពនឹងចែកចាយគ្រឿងញៀនទេឬមួយក៏គាត់មានប្រដាប់ដោយអាវុធទៅជាមួយនេះសេពហើយប្លន់ទៀតព្រោះបងប្អូនយើងច្រើនមកហើយដែលធ្លាប់រងគ្រោះដោយសារតែអំពើប្លន់បាញ់ប្លន់នៅក្នុងរាជធានីភ្នំពេញហើយតើកាភ្លើងជនសង្ស័យនេះយើងមិនមានការចាត់ថាគាត់ពាក់ព័ន្ធនឹងជនប្រព្រឹត្តបទល្មើសប្លន់ទេប៉ុន្តែកាភ្លើងគាត់បានមកពីណាបាទបើសិនជាគាត់មិនមែនជាសមាជិកប្លន់អញ្ចឹងគាត់បានកាភ្លើងនឹងមកពីណាឪពុកគាត់ធ្វើជាមន្ត្រីមានសមត្ថកិច្ចដែលមានសិទ្ធិប្រើប្រាស់អាវុធឬក៏គាត់យកកាភ្លើងនេះមកពីណាមួយដើម្បីធ្វើសកម្មភាពអីមួយបាទអញ្ចឹងគឺយើងរំពឹងថានគរបាលខណ្ឌចំការមនលោកនឹងធ្វើការស៊ើបអង្កេតឲ្យដល់ទីជម្រៅរឿងនេះព្រោះនៅពេលដែលចោលធ្វើសកម្មភាពប្លន់កាន់តែច្រើនអ្នកដែលស្មុគស្មាញអ្នកដែលលំបាកគឺនគរបាលខ្លួនឯងបាទទី1ក៏ប៉ុន្តែអ្នកដែលរងគ្រោះអ្នកដែលឈឺចាប់អ្នកដែលប្រឈមនឹងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតគឺប្រជាពលរដ្ឋបាទប្រជាពលរដ្ឋអញ្ចឹងក្នុងនាមពលរដ្ឋដែរគឺបច្ចុប្បន្នភាពរំពឹងទេគាត់រំពឹងថានគរបាលចំការមននឹងធ្វើការស៊ើបអង្កេតអ្នកពាក់ព័ន្ធមកថែមទៀតហើយស
សូមប្រកបដោយដំណាភាពឧបមាកភ្លើងហ្នឹងកភ្លើងឪពុករបស់ជនសង្ស័យហ្នឹងមិនក៏ឪពុកនឹងធ្វើប្រហែសឲ្យកភ្លើងនឹងមកដល់កូនទី1នេះបើសិនជាក្នុងករណីថាកភ្លើងរបស់ឪពុកម្ដាយឬក៏បងប្អូនណាមួយទី2ទៀតមិនមែនទេកភ្លើងហ្នឹងគាត់បានមកពីណាមួយគាត់ទៅទិញឬក៏យ៉ាងម៉េចបានមកពីណាហើយគាត់ទិញទុកធ្វើអីគាត់កាន់កភ្លើងក្នុងដៃគាត់ទិញទុកបាញ់សម្រាប់មនុស្សដោយស៊ីឈ្នួលគាត់ទិញសម្រាប់ទុកធ្វើសកម្មភាពប្លន់នៅពេលឱកាសហុចឲ្យបាទវាសុទ្ធសឹងតែជាចំណុចមួយដែលជាបញ្ហាពាក់ព័ន្ធនឹងសន្តិសុខសង្គមជាក់ស្ដែងតែម្ដងបាទជាក់ស្ដែងតែម្ដង